ធ្លាក់សបែបណាដែលធ្វើឲ្យស្ត្រីយើងគួរតែបារម្ភឬក៏គួរតែឆាប់ធ្វើការរំដោះស្រាយទី1ទៅលើការធ្លាក់សមកចាប់ផ្ដើមមានពណ៌អាចនឹងមានពណ៌រៀងលឿងពណ៌រៀងខៀវពណ៌បែបបៃតងឬក៏ហូរមកជាសភាពដូចខ្ទុះឬក៏ធ្លាក់មកលាយល្បាយកកឈាមទី2ការធ្លាក់សមកសភាពច្រើនធ្លាក់សមកជាពពុះឬក៏ធ្លាក់សមកជាសភាពរៀងកកដុំឬក៏ជាសភាពស្អិតទី3ការធ្លាក់សមកចាប់ផ្ដើមមានធំក្លិនអាចនឹងក្លិនបែបរៀងឆ្អាបបែបរៀងស្អុយឬក៏ពេលខ្លះធំក្លិនរៀងជូរផ្អុំភាយចេញពីខាងក្នុងមកតែម្ដងទី4ធ្លាក់សមកធ្វើឲ្យមានការរមាស់នៅលើបរិវេណទ្វារមាសធ្វើឲ្យមានការស្ងួតឬក៏មានការក្តៅក្រហាយផ្សាជាពិសេសអ្នកដែលមានគ្រួសារមានដៃគូគឺពិបាកក្នុងការរស់នៅជាមួយគ្នាតែម្ដងអាចនឹងធ្វើឲ្យទ្វារមាសឡើងក្រហមមានការឡើងហើមឬក៏ពេលខ្លះអាចនឹងមានការឡើងពកកន្ទួលនៅតាមបណ្ដាភេទអញ្ចឹងបើសិនជាបងប្អូនស្ត្រីកំពុងតែកើតមានទៅលើបញ្ហាទាំងអស់នេះមិនមែនជាការធ្លាក់សធម្មតាទេហើយបើសិនជាយើងកំពុងតែជួបកើតមានហើយពន្យាពេលមិនងាយធ្វើការរំដោះស្រាយមេរោគដែលបង្កឲ្យស្ត្រីយើងជួបទៅលើបញ្ហាទាំងអស់នេះវាចាប់ផ្ដើមស៊ីទៅលើកោសិកាទ្វារមាសស៊ីរហូតដល់កោសិកាមាត់ស្បូនអាចធ្វើឲ្យយើងមានការលាកទ្វារមាសរលាកមាត់ស្បូនចាស្អិតដៃស្បូនពេលខ្លះអ្នកដែលចង់បានកូនគឺពិបាកក្នុងការមានតែម្ដងហើយក៏ធ្វើឲ្យយើងពិបាកក្នុងការមករដូវដែរសាច់ស្បែកកញ្ចក់យើងក៏អត់ស្អិតស្អាតដែរអញ្ចឹងចំពោះបងប្អូនស្ត្រីដែលកំពុងតែជួបកើតមានទៅលើបញ្ហាទាំងអស់នេះឆាប់ធ្វើការរកដំណោះស្រាយហើយបើបងប្អូនចង់ដឹងព័ត៌មានលម្អិតទាក់ទងលើបញ្ហាសុខភាពផ្នែករោគស្ត្រីអាចទាក់ទងមកនឹងខ្ញុំបានតាមរយៈការឆាត់ចូល Page ឬក៏តាក់ទងតាមរយៈលេខ Telegram ដែលនេះខ្ញុំបានដាក់នៅខាងក្រោមវីដេអូនេះ